បាទជំរាបសួរក៏ដូចជាសួស្តីថ្ងៃនេះគឺជាថ្ងៃទី22ខែមករាឆ្នាំ2026ហើយនេះគឺជាទស្សនវិជ្ជាស្រូវរបស់ខ្ញុំមួយកន្លែងហើយយើងប្រើប្រាស់ពូជ200គីឡូក្រាមក្នុងដី1ហិកតាបាទនិយាយមែនតើទៅធៀបជាមួយបរិបទដូចគ្នាទៅតំបន់យើងនេះគឺប្រើតិចមែនទេណាហើយចំណែកឯស្រែបងប្អូនដែលនៅក្បែរខាងនេះវិញគឺគាត់ប្រើពូជរៀងក្រាស់ជាងអាចថាលបាក់ចូល280ទៅដល់300ហើយអានេះមិនមែនជាតួលេខជាក់លាក់ទេប៉ុន្តែវាតាមអ្វីដែលយើងធ្លាប់ដឹងគឺប្រហាក់ប្រហែលហ្នឹងអញ្ចឹងខ្ញុំចង់ទាញឲ្យមើលពីភាពខុសគ្នាណាថារបស់យើងនេះគឺវាហ្នឹងហើយស្ថិតនៅក្នុងដំណាក់កាលបែកគុំគឺបែកគុំខ្លាំងមែនទែនហើយធ្វើឲ្យតែវាស្ដើងតែដល់ពេលវាបែកគុំទៅវាមានលទ្ធភាពពេញដីល្អដែរកាលពីតូចវិញគឺស្ដើងទេដែលជាហេតុមើលទៅសឹងតែមិនឃើញដើមស្រូវណាប៉ុន្តែនៅពេលនេះវិញគឺរៀងបែកមកពេញហើយនៅខៀវស្ងាត់ល្អចំពោះការប្រើប្រាស់ជីវិញគឺយើងទៅតែប្រើបានមួយដងទេហើយថ្នាំបាញ់ក៏ទៅតែបាញ់បំពន់បានមួយដងផងដែរហើយស្រូវនេះវាឈានចូលដល់អាយុក្បែរ1ខែហើយឃើញថាដងដើមវាកម្លាំងហើយនេះយើងមិនសូវបានថែទាំដិតដល់ផងបងប្អូនអាចសម័យមើលបានថាមែនតើទៅស្រូវមើលសិន1ខែយើងត្រូវបំពន់លើកទី2ហើយណាអានេះជាទម្លាប់របស់ខ្ញុំប៉ុន្តែដោយសារឆ្នាំនេះគឺយើងខ្វះកម្លាំងពលកម្មដែលនៅមើលថែទាំអញ្ចឹងទេគឺចិត្តខ្យងយើងប្រើពូជតិចមែនប៉ុន្តែយើងផ្ដល់ជីត្រឹមត្រូវផ្ដល់សារធាតុថ្នាំត្រឹមត្រូវណាថ្នាំដែលមានគុណភាពល្អគុណភាពខ្ពស់ហើយជីបំពន់ហ្នឹងក៏ល្អប្រើប្រាស់ទៅវាងុំបានយូរអីចឹងទៅធ្វើឲ្យស្រូវរបស់យើងហ្នឹងធ្វើច្បាស់តែដើមស្ដើងមែនតែវាមានកម្លាំងលូតលាស់សកម្មកម្លាំងលូតលាស់សកម្មនៅក្នុងនេះគឺមានន័យថាទោះបីជាស្ថិតនៅក្នុងស្ថានភាពខែមករាឬក៏ខែ12ខែធ្នូវាមានភាពចុះត្រជាក់មួយរយៈពេលកន្លងមកក្តីក៏ប៉ុន្តែស្រូវរបស់យើងវាការលូតលាស់របស់វាមិនសូវជាអខាននោះឡើយដោយសារតែអាពេលវេលាលូតលាស់របស់វាខ្លាំងកម្លាំងរបស់វាកំពុងតែស្ថិតនៅក្នុងដំណាក់កាលបែកគុំធម៌ពលនៅក្នុងដងដើមវាខ្លាំងវាស្រូបយកជីមកបានល្អវាអត់សូវមានដើមផ្សេងដែលមកស្រូបដណ្ដើមយកជីជាតិពីវាហើយពលឺថ្ងៃចេះចូលបានគ្រប់គ្រាន់ហើយមួយវិញទៀតគឺដងស៊ីតេណាដងស៊ីតេណាពលឺថ្ងៃឬក៏ខ្យល់ចូលបានគ្រប់គ្រាន់វាពាក់ព័ន្ធជាមួយនឹងដងស៊ីតេដើមស្រូវរបស់យើងទាំងមូលទាំងផងដែរអញ្ចឹងវាសិតតែជាកត្តាដែលល្អដែលជួយដល់ដំណើរការលូតលាស់ជាប្រក្រតីរបស់ដំណាំស្រូវរបស់យើងវាទៅតាមលំដាប់លំដោយតាមវគ្គឃ្លានីមួយៗរបស់វាត្រង់ចំណុចនេះវាយើងអាចយកទៅវាស់វែងបានថាការថែទាំស្រូវបើសិនបើយើងមានពេលវេលាគ្រប់គ្រាន់ណាដីយើងមកល្មមកម្លាំងតែយើងសុខចិត្តធ្វើបន្ថយថ្លៃដើមដោយទី1គឺកាត់បន្ថយពូជទី2រៀបចំដីឲ្យបានស្មើដើម្បីងាយស្រួលគ្រប់គ្រងទឹកហើយនឹងជីហើយយើងមានពេលវេលាថែទាំវាឲ្យបានដិតដល់រឿងការបញ្ចូលទឹកនោះនឹងធ្វើឲ្យការគ្រប់គ្រងទឹករបស់យើងនឹងវាបានទៀងទាត់ពេលវេលាអញ្ចឹងស្រូវរបស់យើងវាមានន័យថាពេលដែលវាត្រូវការទឹកច្រើនគឺវាមាន
ទឹកច្រើនសម្រាប់ប្រើប្រាស់តែពេលដំណាក់កាលបែកគុំឧទាហរណ៍គឺវាមិនសូវត្រូវការទឹកច្រើនទេអាហ្នឹងគឺយើងមានពេលវេលាបន្ថយទឹកបញ្ចេញទឹកបាននោះហើយជាកត្តារួមផ្សំដែលធ្វើឲ្យការលូតលាស់របស់ដំណាំស្រូវរបស់យើងហ្នឹងវាមានកម្លាំងហើយកាត់បន្ថយនៅថ្លៃដើមតែមានរឿងមួយគឺកម្លាំងពលកម្មរបស់យើងត្រូវហត់នឿយជាមួយវាបន្តិចហត់នឿយត្រង់ន័យថាយើងព្យាយាមមើលវាឲ្យបានយ៉ាងហោចណាស់ក៏ឲ្យមានភាពទៀងទាត់ច្បាស់លាស់ហ្នឹងខ្លះដែរវគ្គណាត្រូវបាក់ជីវគ្គណាត្រូវបាញ់បំពន់វគ្គណាត្រូវបំពន់កគួរអានេះយើងកំណត់បានច្បាស់លាស់មានន័យថាយើងប្រើពេលវេលាជាក់លាក់ជាមួយវាច្រើនក៏ប៉ុន្តែពេលនោះពេលវេលានោះគឺយើងប្រើនៅក្នុងដីតូចសំរុំល្មមទេក្នុងន័យនេះខ្ញុំមិនតន់និយាយសម្ដែងទៅលើបងប្អូនប្រជាកសិករដែលគាត់មានដីធំធំមានដីស្រែច្រើននោះទេដែលពិបាកនៅក្នុងការមានពេលវេលាគ្រប់គ្រាន់មើលថែដំណាំស្រូវអញ្ចឹងគាត់ដីធំគាត់មើលថែមកទៅតាមពេលវេលាដែលអនុលោមទៅបានហើយដីធំចំណាយក៏វាធំតែទទួលបានផលវិញបើសិនជាឆ្នាំនឹងល្អប្រសើរគឺក៏វាធំទៅតាមនឹងដែរតែបើសិនបងប្អូនករណីបងប្អូនមានដីតូចមិនសូវមានដីធំដូចគេទេណាអាចជ្រើសរើសទម្លាប់មួយនេះបានយកខ្លួនឯងទៅដាក់ជាមួយនឹងការងារហ្នឹងពីព្រោះនេះគឺជាការងាររបស់យើងពីព្រោះនេះគឺជាមុខរបររបស់យើងជាអាជីពរបស់យើងអញ្ចឹងយើងគួរណាស់កប់បីតែមើលថែវាឲ្យបានដិតដល់ណាវាជាការងាររបស់យើងតែកាលណាយើងមើលថែវាដិតដល់នោះការហុចផលមកឲ្យយើងវិញក៏វាឆ្លើយតបជាមួយនឹងការថែទាំរបស់យើងដែរផ្ទុយទៅវិញបើសិនជាយើងហីជាមួយវាមិនសូវបានយកចិត្តទុកដាក់ជាមួយវានោះបងប្អូនប្រកាសជាដឹងហើយថាយូរយើងទៅមើលស្រូវម្ដងឬក៏យើងនឹកឃើញបានយើងទិញជីយកទៅបាចនឹកឃើញបានទិញថ្នាំទៅប្រើម្ដងមកកាលគេនោះគឺវាបានស្រូវច្រូតដែរវាមិនមែនអត់ទេប៉ុន្តែសូមគប់ទៅប្រៀបជាមួយបោះគេទៅលើទិន្នផលយើងប្រកាសជាចាញ់គេហើយយើងនឹងខាតពេលវេលាមានន័យថាម៉េចខាតពេលវេលាឧទាហរណ៍ថាស្រូវ3ទៅ4ខែដូចគ្នាតែគេបានផលច្រើនឯយើងរវល់តែស្ដាយពេលយើងមិនចង់បាញ់ថ្នាំមិនចង់ដាក់ជីប៉ុន្តែងាកកលេចទៅមើលពេលវេលាយើងចាយពេល3ទៅ4ខែដូចតែគេដែរព្រោះពូជថ្ងៃទី1 90ថ្ងៃក្រោយឧទាហរណ៍ស្រូវ3ខែ90ថ្ងៃក្រោយច្រូតដូចតែគេដែរប៉ុន្តែយើងបានផលតិចជាងគេមូលហេតុអីមូលហេតុអាចចន្លោះពេលពីថ្ងៃទី1ដល់ថ្ងៃទី90នេះយើងអាឡ័យតែខ្មើតយើងអាឡ័យតែគិតត្រាមកច្រើនណាគិតថាស្រូវមិនសូវបានថ្លៃមិនបាច់សូវប្រើជីមិនបាច់សូវប្រើថ្នាំអានឹងគឺជាផលតបស្នងមកយើងវិញគឺបានផលតិចប៉ុន្តែផ្ទុយទៅវិញនៅពេលដែលយើងជ្រើសរើសការប្រើប្រាស់ជីឬក៏ប្រើប្រាស់ថ្នាំវាមិនមែនមានន័យថាដាក់ទៅត្រូវតែខាតត្រូវតែបង់ចោលឥតប្រយោជន៍អសាទេបើយើងប្រើដោយត្រឹមត្រូវដោយមានការផ្ចិតផ្ចង់ទោះបីជាតម្លៃហាងឆេងវាមិនសមប្រកបប៉ុណ្ណាក៏ដោយប៉ុន្តែយើងនៅតែបានចំណេញវាគ្រាន់តែផលចំណេញនឹងវាមិនសូវច្រើនដោយកាលពីហាងឆេងល្អប៉ុណ្្នឹងឯងតែរឿងមួយដែលយើងគូកុំបោះបង់ហ្នឹងគឺកុំឲ្យហាងឆេងទៀបហើយទិន្នផលយើងចុះទៀបដោយសារស្នាដៃខ្លួនយើងមិនចេះថែទាំនឹងទៀតអញ្ចឹងវីដេអូនេះគឺចង់និយាយប៉ុណ្ណឹងហើយមិនការនិយាយនៅក្នុងវីដេអូនេះវាមិនមែនជាចំណុចជាក់លាក់អីមួយទេដែលខ្ញុំកំណត់ពីដើមមកទេប៉ុន្តែ
បើសិនជាបងប្អូនអាចស្ដាប់ពីដើមរហូតមកដល់ចប់នោះនឹងអាចសំជោគស្វែងយល់បានថាក្នុងវីដេអូទាំងមូលគឺខ្ញុំចង់ក្តោបរួមទៅលើអ្វីហ្នឹងហើយវាមិនមែនជាការបង្រៀនតែវាជាការចែករំលែកវាជាការលើកយកបទពិសោធន៍មួយមកបង្ហាញអញ្ចឹងថ្ងៃមុខថ្ងៃក្រោយបងប្អូនអាចជួបប្រទេសករណីហ្នឹងអាដែលខ្ញុំលើកនៅក្នុងវីដេអូនេះវាបានជាគំនិតមួយថ្លឹងថ្លែងពិចារណាមើលទៅសូមកុំភ្លេចថាពេលវេលាវាដើរទៅមុខអញ្ចឹងបើយើងអាឡ័យតែខ្មើតអាឡ័យតែចិត្តខ្លាំងអាឡ័យតែងងក់អាឡ័យតែត្រាម៉ាជាមួយនឹងស្ថានភាពដែលកើតនោះយើងខ្លួនឯងទេដែលជាអ្នករងឥទ្ធិពលទាំងអស់នោះអញ្ចឹងសម្រាប់វីដេអូនេះគឺជាចុងក្រោយក៏សូមលើកទឹកចិត្តឲ្យបងប្អូនណាស្ដាយពេលវេលាយកចិត្តទុកដាក់ឲ្យបានល្អប្រសើរ